បច្ចេកទេសងាយៗក្នុងការដាំដុះបន្លែ លោកអ្នកអាចសាកល្បងជាមួយវិធីងាយៗនេះបាននោះលោកអ្នកនឹងទទួលបានទិន្នផលល្អប្រសើរនៅពេលដែលដើមសណ្តែកដុះបានស្លឹកចំនួន5សន្លឹកបើមិនព្រមកាត់ត្រួយខាងលើចេញទេអ្នកនឹងមិនទទួលបានផ្លែសណ្តែកតតែសោះពួកវានឹងដុះតែមែកខាងជំនួសឲ្យការបង្កើតផ្លែសម្រាប់ដើមត្រសក់ដែលមានស្លឹក5មួយសន្លឹកប្រសិនបើអ្នកទុកផ្លែតូចៗត្រួយចំហៀងនឹងផ្កាតូចៗដោយមិនព្រមកាត់តម្រឹមចេញទេអ្នកនឹងធ្វើឲ្យខូចដើមទាំងមូលតែម្ដងព្រោះផ្លែតិចនៅពេលដែលផ្កាដំបូងបង្អស់រីកនៅលើដើមត្រប់ត្រូវកាត់មែកចំហៀងផ្នែកខាងក្រោមទាំងអស់ចេញភ្លាមបើអ្នករំលងចំហៀងនេះដើមត្រប់ទាំងមូលនឹងត្រូវខាតបង់តទេភ្លាមនៅពេលដែលដើមម្ទេសចាប់ផ្ដើមរីកចង្កោមផ្កាដំបូងរបស់វាត្រូវកាត់តម្រឹមមែកបន្ថែមនៅផ្នែកខាងក្រោមទាំងអស់ចេញដើម្បីបានផ្លែច្រើននៅពេលដែលដើមប៉េងប៉ោះចាប់ផ្ដើមរីកផ្កាដំបូងត្រូវបេះត្រួយចំហៀងទាំងអស់ដែលអ្នកបានឃើញចេញដោយមិនត្រូវទុកសល់សូម្បីតែមួយឡើយប្រសិនបើអ្នកមិនអាចចងចាំច្បាប់ទាំងនេះបានទេកុំអាលសាកល្បងដាំបន្លែអីចង់បានល្បិចណែនាំបន្ថែមងាយៗក្នុងការដាំដុះបន្លែដែរទេសូមចុច follow ខ្ញុំមកខ្ញុំនឹងចែករំលែកនៅរាល់គន្លឹះសំខាន់ដែលត្រូវដឹងអំពីការកាត់តម្រឹមនិងការដាំដុះជារៀងរាល់ថ្ងៃ